David គឺជាក្មេងប្រុសតូចម្នាក់ដែលរៀនថ្នាក់ទី 3 នៃសាលាបឋមសិក្សាមួយនៅទីរួមខេត្តកណ្ដាលរាល់ថ្ងៃ David តែងតែលេងយ៉ាងសប្បាយរីករាយជាមួយនឹងមិត្តជិតស្និទ្ធរបស់ខ្លួនឈ្មោះវិទូក្រោយពីចេញពីរៀនពួកគេតែងតែបបួលគ្នាទៅលេងនេះលេងនោះមិនដែលខានឡើយថ្ងៃមួយម្ដាយរបស់ David បានទិញប្រដាប់លេងថ្មីមួយឲ្យគាត់ប្រដាប់លេងនោះគឺកង្ហារខ្យល់តូច David ស្រឡាញ់និងពេញចិត្តនឹងប្រដាប់លេងថ្មីរបស់ខ្លួនខ្លាំងណាស់គាត់មិនឲ្យអ្នកណាម្នាក់បានប៉ះនឹងលេងកង្ហារខ្យល់តូចនោះឡើយសូម្បីតែវិទូហាក់មានអារម្មណ៍តូចចិត្តនឹង David យ៉ាងខ្លាំងដែលចាត់ទុករបស់លេងសំខាន់ជាងមិត្តភក្តិជិតស្និទ្ធបែបនេះប៉ុន្តែវិទូក៏មិនបានប្រកាន់ខឹងនឹង David ឡើយហើយគិតក្នុងចិត្តថា David ច្បាស់ជាត្រឡប់មកលេងជាមួយនឹងខ្លួនវិញនៅថ្ងៃណាមួយមិនខានចាប់តាំងពីពេលនោះមកទំនាក់ទំនងរវាងវិទូនិង David ហាក់ដូចជាកាន់តែឃ្លាតឆ្ងាយពីគ្នាបន្តិចម្ដងកន្លងទៅបានមួយរយៈ David ចាប់ផ្ដើមធុញនឹងកង្ហារតូចនេះណាស់គាត់ចាប់ផ្ដើមនឹកដល់ការលេងសប្បាយជាមួយនឹងវិទូវិញ David ក៏រត់តម្រង់ទៅរកវិទូនៅក្នុងថ្នាក់រៀនប៉ុន្តែបែរជាឃើញវិទូលេងយ៉ាងសប្បាយរីករាយជាមួយនឹងមិត្តភក្តិថ្មីទៅវិញ David បានទាញកង្ហារខ្យល់របស់គេចេញពីក្នុងហៅប៉ៅរួចសម្លឹងទៅកាន់វិទូដែលកំពុងតែសើចកាកក្អាយខ្លួនមានអារម្មណ៍ថាស្ដាយក្រោយណាស់ដែលបានបោះបង់មិត្តសម្លាញ់ដោយសារតែរបស់លេងថ្មីពេលនោះស្រាប់តែវិទូដើរមករក David ជាមួយនឹងមិត្តភក្តិថ្មីវិទូបាននិយាយមកកាន់ David ថា David ឯងមកហើយឬពួកយើងរងចាំឯងយូរហើយណានិយាយចប់វិទូអូសដៃ David និងមិត្តថ្មីនោះទៅលេងនៅក្នុងសួនមុខសាលារៀនយ៉ាងសប្បាយរីករាយជាមួយនឹងកង្ហារតូចនោះ David មានអារម្មណ៍ថាខ្មាស់ខ្លួនឯងតែក៏សប្បាយចិត្តដែលវិទូនៅតែលេងជាមួយនឹងខ្លួនហើយបានសន្យានឹងខ្លួនឯងថាលើកក្រោយពេលណាខ្លួនមានរបស់លេងថ្មីនឹងចែកវិទូនិងមិត្តឯទៀតលេងដែរមិនខានទោះអ្នកបានរបស់លេងថ្មីឬមិត្តភក្តិថ្មីក៏ដោយក៏មិនត្រូវបំភ្លេចមិត្តភក្តិចាស់ដែរតែងនៅក្បែរអ្នករហូតដែរ